ក្រុម K-pop ជំនាន់ទី2នេះមិនបាច់ណែនាំច្រើនគណៈទាំងអស់គ្នាស្គាល់ច្បាស់ដែរពួកគាត់មិនត្រឹមតែបានចូលរួមផ្សព្វផ្សាយ K-pop នឹងទៅកាន់ពិភពលោកទេថែមទាំងបានចូលរួមផ្លាស់ប្ដូរវិស័យចម្រៀងមួយនេះទៀតមិនថាបទចម្រៀងក្បាច់រាំហើយនឹងការតែងខ្លួនទេក្រុមនេះនៅតែបន្តជា inspiration សម្រាប់ក្រុម K-pop ជំនាន់ក្រោយតែខុសប្លែកពីក្រុមរួមជំនាន់ដទៃទៀតដែលបានវិលត្រឡប់មកជួបជុំគ្នាជាក្រុមវិញនៅពេលថ្មីៗនេះដូច SNSD 2NE1 ហើយនិង Big Bang យើងឃើញថាក្រុមមួយនេះបានស្ងាត់មុខពីសិល្បៈឆឹងហ្មងអញ្ចឹងនៅក្នុងវីដេអូថ្ងៃនេះខ្ញុំ Jason នឹងនាំអ្នកទាំងអស់គ្នាទៅមើលថាតើមានអីកើតឡើងទៅលើក្រុម Brown Eyed Girls ការកកើតរបស់ក្រុមនេះពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែនហ្មងក្រុមនេះបង្កើតឡើងដោយផលិតកម្ម Nega Network ដែលមានការចូលរួមយ៉ាងសកម្មពីសមាជិក Chair ក្នុងការជ្រើសរើសសមាជិកក្រុមគាត់បានជ្រើសរើស Mirio មុនគេដែលកាលនោះគាត់គឺជាសមាជិកមួយនៅក្នុងក្រុម Hip Hop ដែលមានឈ្មោះថា Honey Family បន្ទាប់មកគាត់បានជ្រើសរើស Narasha ដោយសារតែគាត់នៅចាំថា Narasha ហ្នឹងគឺជាអ្នកមានទេពកោសល្យខាងច្រៀងកាលនៅរៀនសមាជិកចុងក្រោយគឺ Gain ដែលពួកគាត់ទាំង3នាក់ជាអ្នកជ្រើសរើសរួមគ្នាក្រោយ Gain អត់បានជាប់នៅក្នុងកម្មវិធី Reality Competition ដែលមានឈ្មោះថា Let's Coldplay Battle Shinhwa មុននឹងក្រុមនេះ debut ពួកគាត់ទាំង4បានច្រៀងតាមការប្រគំតន្ត្រីខ្នាតតូចមួយចំនួនហើយមានឈ្មោះបណ្ដោះអាសន្នថា Crescendo ហើយនិង Dark Angels ក្រោយវឹកហាត់អស់រយៈពេល3ឆ្នាំ Brown Eyed Girls បាន debut ជាផ្លូវការជាមួយនឹង album Your Story នៅក្នុងខែមីនាឆ្នាំ2006ដែលមានបទនាំមុខចំណងជើង Come Closer ពួកគាត់ debut ដំបូងគឺជាក្រុមអត់មានមុខដោយសារតែពួកគាត់អត់បានបង្ហាញមុខនៅក្នុង media គ្រប់ទម្រង់ទាំងនៅលើសំបក album ទាំងនៅក្នុងវីដេអូចម្រៀងខ្លួនឯងតែ album នេះលក់ឲ្យបានច្រើននៃការរំពឹងទុកទេនាំឲ្យក្រុមនេះបានបោះបង់ concept លាក់មុខនឹងចេញហើយបានចេញ album នេះឡើងវិញជា repackage album និងមានការបង្ហាញមុខសមាជិកទាំង4ជាលើកដំបូងជាមួយនឹងបទ Hold the Line នៅក្នុងខែសីហាហ្នឹងហើយការចេញមួយនេះទទួលបានការគាំទ្រដោយដែលក្រុមនេះរំពឹងទុកមែនក្រោយសម្រាប់អស់មួយរយៈក្រុមនេះបានត្រឡប់ទៅ studio វិញដើម្បីរៀបចំចេញ studio album ទី2ដែលមានចំណងជើងថា Leave Miss Kim នៅក្នុងឆ្នាំ2007ដែលមានបទនាំមុខចង្វាក់ R&B ចំណងជើង Deceived by You ក្រោយមកទៀតពួកគាត់ក៏បានចេញពីបទថែមទៀតពីក្នុង album ហ្នឹងជា singles ដែលមានដូចជា Oasis ដែលច្រៀងជាមួយនឹង Lee Jae-hoon ហើយនិងបទ It's Mine តែដោយសារតែ album ទី2នេះចេញដំណើរគ្នាជាមួយនឹងបទ Tell Me របស់ Wonder Girls ដែលពេលហ្នឹងកំពុងតែផ្ទុះខ្លាំងហ្នឹងដោយនេះ album ចង្វាក់ R&B មួយនេះក៏ជាការខកចិត្តមួយទៀតដែរសម្រាប់ក្រុម Brown Eyed Girls ដែលឃើញការផ្លាស់ប្ដូរបរិបទចង្វាក់ play នៅក្នុងវិស័យ K-pop អញ្ចឹង Brown Eyed Girls បានផ្លាស់ប្ដូរ concept ហើយនឹងចង្វាក់ play របស់ពួកគាត់ម្ដងទៀតហើយមករក play ចង្វាក់ upbeat វិញហើយមានក្បាច់រាំទៀតជាមួយនឹងបទ LOVE ពី EP ទី1របស់ក្រុមចំណងជើង With Love នៅដើមឆ្នាំ2008ដោយសារតែ album 2មុនហ្នឹងអត់សូវទទួលបានភាពជោគជ័យដោយនេះពួកគាត់បានរំពឹងខ្ពស់ពីការចេញលក់ EP ថ្មីនេះទេតែមានអីបទនេះចេញភ្លាមទទួលបានការគាំទ្រភ្លាមដែលបាននាំពានលេខ1ដំបូងឲ្យក្រុមនេះចាប់តាំងពី debut មកហើយក៏បានក្លាយទៅជាបទកំពូលមួយប្រចាំពាក់កណ្ដាលឆ្នាំ2008នឹងផងដែរ Brown Eyed Girls បានត្រឡប់មកវិញម្ដងទៀតនៅក្នុងខែសីហាឆ្នាំ2008ដដែលជាមួយនឹង EP ទី2 My Style ដែលមានបទនាំមុខចំណងជើង How Comeបទនាំមុខបែប retro style dance ដែលគេកំពុងតែពេញនិយមខ្លាំងហ្នឹងបាននាំឲ្យ EP នេះទទួលបានភាពជោគជ័យដោយការចេញលើកមុនដែរក្រោយមកនៅក្នុងខែតុលាក្រុមនេះបានចេញ digital single មួយទៀតដែលមានចំណងជើងថា My Style Hidden Track មុននឹងបញ្ចប់ឆ្នាំ2008ចូលមកដល់ឆ្នាំ2009 Brown Eyed Girls បានចេញ digital single មួយទៀតដែលមានចំណងជើងថា Candyman នៅក្នុងថ្ងៃទី9ខែកក្កដាជា pre-release single សម្រាប់ studio album ទី3ដែលត្រៀមនឹងចេញនៅក្នុងចុងខែកក្កដានឹងដែរថ្ងៃទី20កក្កដា2009 Brown Eyed Girls បានចេញ studio album ទី3ចំណងជើង Sound G និងមានបទនាំមុខដ៏ iconic ខ្លាំងអត់មានអ្នកគេនឹកស្មានដល់ទេការពីបទនឹងចេញគឺបទ Abracadabraការចេញលើកនេះ Brown Eyed Girls បានផ្លាស់ប្ដូរ concept 180 degree ម្ដងទៀតហើយដែលពួកគាត់បានបង្ហាញខ្លួនជានារីទំនើបឯករាជ្យហើយនឹងមានភាពចាស់ទុំជាងមុនឬក៏និយាយឲ្យស្រួលយល់ទៅគឺ mature sexy concept បើនិយាយពីវីដេអូចម្រៀងវិញគឺអស់ទាស់ហ្មងវាបានខ្លាយទៅជាព័ត៌មានយ៉ាងក្តៅគគុកដោយសារតែមានការបង្ហាញឈុតឆាកនិងមានប្រធានបទមនុស្សធំដែលនាំឲ្យមានការរិះគន់ទៅលើវីដេអូនឹងច្រើនដែរក្រោយមកខាងផលិតកម្មនឹងក៏បានចេញ version មួយទៀតសម្រាប់បទនឹងដែលជា performance version អត់មានឈុតឆាក sexy អីអស់នឹងទេតែ controversy នេះអត់មានផលប៉ះពាល់ដល់ការលក់និងប្រជាប្រិយភាពរបស់បទ Abracadabra នេះឡើយងាកទៅណាក៏យើងឃើញក្រុម K-pop ផ្សេងរាំបទនេះដែរដោយសារតែក្បាច់រាំកវីតាគៀដ៏ iconic នេះឯងរហូតមកដល់ឥឡូវក៏បទនេះនៅតែគេយកមកនិយាយយកមកស្ដាប់យកមកពិភាក្សាយកមករាំដែរក្រោយមកនៅក្នុងខែតុលាពួកគាត់បានចេញ album នេះឡើងវិញជា repackage album ចំណងជើង Sound G Sign ដែលមានបទ Sign ជាបទនាំមុខ
យ៉ាងមែនការនឹងណាមិនចេះរំកាន់ផលិតនឹងបន្ទាប់មកនៅក្នុងឆ្នាំ2010ពួកគាត់បានចុះកុងត្រាជាមួយនឹង Sony Music Japan International ដើម្បីជាការ debut នៅប្រទេសជប៉ុនជាមួយនឹងការចេញឡើងវិញនៅអាល់បាំ Sound G នឹងជាភាសាជប៉ុនហើយក្រោយភាពជោគជ័យនៅប្រទេសជប៉ុននេះមកសមាជិកទាំងអស់បានផ្ដោតលើសកម្មភាពតូរៀងខ្លួនម្ដងនៅក្នុងខែកក្កដា Narasha បានចេញ EP តូចំណងជើង Narasha ដែលមានបទនាំមុខដ៏គួរឲ្យកត់សម្គាល់ដែរគឺបទ Piri Papa EP នេះ debut នៅចំណាត់ថ្នាក់លេខ3នៅលើតារាង Gaon Weekly Album Chart ព្រមទាំងទទួលបានការសរសើរពីអ្នកវាយតម្លៃដោយសារតែភាពប្លែកនៃ conceptបែប dark ហើយនិង gothic នៅក្នុងខែតុលា Gaon ក៏បានចេញ EP ទល់ដំបូងដែរចំណងជើង Step 2 ភាគ 4 ដែលមានបទនាំមុខចង្វាក់ dance pop លាយឡំជាមួយនឹងចង្វាក់ tango ចំណងជើង Irreversible EP នេះ debut នៅចំណាត់ថ្នាក់លេខ2លើតារាង Gaon Weekly Album Chart ហើយបទនាំមុខនេះបានក្លាយទៅជាបទដំបូងគេរបស់គាត់ហើយនឹងបទទល់តែមួយគត់ដែលបានឡើងដល់កំពូលតារាង Gaon Singles Chart ហើយនៅក្នុងខែធ្នូនេះដែរ Chea ក៏បានចេញ ballet single ចំណងជើង Because You Sting ដែលមាន GO ពីក្រុម Black ជា feature artist ផងដែរនៅក្នុងឆ្នាំ2009នេះដដែលសមាជិកក្រុមនេះបានចូលរួមក្នុងកម្មវិធី variety shows ល្បីៗជាច្រើននិយាយមែនកាលនៅក្មេងខ្ញុំចាំថាចេញពីរៀនភ្លាមបញ្ញាប់មកផ្ទះភ្លាមដើម្បីមើលកម្មវិធីទាំងអស់នេះហើយកម្មវិធីទាំងអស់នេះគឺជាហេតុផលដែលខ្ញុំចូលចិត្តក្រុម Brown Eyed Girls នេះឯងយើងឃើញមាន Gain ចូលរួមនៅក្នុងកម្មវិធី We Got Married ដែលគាត់បានចាត់ដៃគូជាមួយនឹងជោគខ្វុនពីក្រុម 2AM គូគាត់នេះគឺជា fan favorite មួយនៅក្នុងចំណោមកម្មវិធីហ្នឹងបន្ទាប់មកយើងឃើញ Narasha ចូលជាសមាជិកដ៏សំខាន់មួយនៅក្នុងកម្មវិធី Invincible Youth ហើយខ្ញុំធ្លាប់និយាយច្រើនដងហើយពីកម្មវិធីហ្នឹងតែបើសិនជាអ្នកទាំងអស់គ្នាជា fan K-pop ជំនាន់ទី2ខ្ញុំ recommend ឲ្យអ្នកទាំងអស់គ្នាទៅមើលកម្មវិធីនេះហ្មងដោយសារតែមើលហើយដឹងតែសប្បាយចិត្ត literally កម្មវិធីហ្នឹងគឺជា my comfort show ហ្មងក្រោយពីសម្រាប់អស់រយៈពេល2ឆ្នាំនៅក្នុងខែកញ្ញាឆ្នាំ2011គេបានប្រកាសថា Brown Eyed Girls នឹងត្រឡប់មកវិញជាមួយនឹងអាល់បាំទី4ចំណងជើង Six Senseបទនាំមុខចំណងជើងដូចគ្នានេះមិនត្រឹមតែបានបង្ហាញសមត្ថភាពច្រៀងហើយនិង powerful vocal របស់ក្រុមនេះទេតែថែមទាំងបានបង្ហាញឲ្យអ្នកស្ដាប់ទទួលបានបទពិសោធន៍ថ្មីដោយប្រើញៀនទី6ទៀតខ្ញុំមិនដឹងថាញៀនទី6នឹងគឺអីគេប៉ុន្តែវាគឺជាគោលគំនិតពីក្រោយអាល់បាំនេះទាំងចម្រៀងទំនុកភ្លេងការសម្ដែងហើយនិងវីដេអូចម្រៀងខ្ញុំគិតថាបទនេះគឺជាបទដ៏ល្អបំផុតរបស់ក្រុម Brown Eyed Girls ហើយមកដល់ឥឡូវខ្ញុំឃើញថាអត់មានក្រុមណាអាច cover បទនេះបានដូចម្ចាស់ដើមទេប៉ុន្តែ Kiss of Life បាន cover បទនេះថ្មីហើយខ្ញុំមើលហើយគឺ feasible ខ្លាំងមែនតើដោយសារតែទី1ពួកគាត់ cover បទនឹងនៅមុខ Jaya ហើយទី2 Bell គាត់អាចច្រៀងទាំង high note ទាំង whistle note បានម្នាក់ឯងទាំងដែលបត់ដើមកន្លែងនឹងច្រៀងទាំងអស់3នាក់និយាយទៅ Queen Behavior ហ្មងការឃោសនាបទនេះបានបញ្ចប់នៅក្នុងរយៈពេល1ខែដោយទទួលបានពាន Music Show ចំនួន4បន្ទាប់មកគេក៏បានចេញ repackage album នេះនៅក្នុងខែវិច្ឆិកាដែលបានចេញបទបែប ballad ចំណងជើង Cleansing Cream ជាបទនាំមុខឃោសនានៅក្នុងឆ្នាំ2012ក្រុមនេះបានបំបែកផ្លូវគ្នាធ្វើការងារតូលរៀងៗខ្លួនម្ដងទៀតដែលយើងឃើញ Mirio បានចេញ album តូលដំបូងរបស់គាត់Narasha ក៏បានចូលសម្ដែងលើកដំបូងដែរនៅក្នុងរឿងភាគរបស់ MBC ចំណងជើង Light and Shadow Chea បានក្លាយទៅជាសមាជិកប្រចាំនៅក្នុងកម្មវិធី Immortal Songs 2 ហើយ Gain ក៏បាន comeback ម្ដងទៀតជាមួយនឹង EP ទី2ចំណងជើង Talk About Us ជាមួយនឹង lead single ចំណងជើង Bloomតែមុននឹងដាច់ឆ្នាំនេះពួកគាត់បានធ្វើការប្រគំតន្ត្រីជាមួយគ្នាដែរនៅក្នុង Tonight 37.2 អង្សា concert ចូលមកដល់ឆ្នាំ2013យើងបានឃើញ Jaya ចេញអាល់បាំតូរបស់គាត់ដែលមានចំណងជើងថា Just Jaya នៅក្នុងខែមករានឹងហ្មងហើយបាននៅក្នុងខែកក្កដា Brown Eyed Girls បានត្រឡប់មកវិញជាមួយនឹង studio អាល់បាំទី5ដែលមានចំណងជើងថា Black Box អមជាមួយនឹងបទនាំមុខ Kill Billនៅក្នុងឆ្នាំ2013នឹងដដែលយើងឃើញមាន sub unit របស់ក្រុមនេះដែលមានឈ្មោះថា M&M ដែលមាន Mirio ហើយនិង Narasha ជាសមាជិកដែលពួកគាត់ទាំងពីរបានចេញបទតូលមួយនៅក្នុងខែវិច្ឆិកាគឺបទ Tonight 2014ក្រុមនេះបានចេញ Greatest Hits Album ដែលមានចំណងជើងថា Special Moments ដែលមានរួមបញ្ចូលបទល្បីៗកន្លងមករបស់ក្រុមរយៈពេល8ឆ្នាំនៃជីវិតសិល្បៈរបស់ពួកគាត់នឹងបន្ទាប់មកនៅក្នុងខែសីហាឆ្នាំ2015គេបានឲ្យដឹងថា Jaya, Narasha ហើយនិង Mirio អត់បានបន្តកុងត្រាជាមួយនឹងប្រតិកម្ម Nega Network ទៀតទេហើយនៅដើមខែតុលាគេបានប្រកាសថាសមាជិកទាំង4របស់ក្រុមនេះបានចុះកុងត្រាជាមួយនឹងប្រតិកម្ម Mystic Entertainment ដែលសប្តាហ៍ថ្ងៃបដូរមក Mystic Story វិញនៅថ្ងៃទី5វិច្ឆិកាពួកគាត់បានត្រឡប់មកវិញជាមួយនឹង studio album ទី6ជាមួយនឹងប្រតិកម្មថ្មីនេះដែលមានចំណងជើងថា Basic ដែលមានបទ Brave New World ជាបទនាំមុខទី1
ហើយនឹង Wormhole ជាបទឃោសនាទី2បន្ទាប់ពីនឹងមកយើងក៏លែងឃើញក្រុមនេះចេញចម្រៀងជាក្រុមទៀតរហូតមកដល់ខែធ្នូឆ្នាំ2018គេបានប្រកាសថា Narasha នឹងចាក់ចេញពីប្រតិកម្មប៉ុន្តែគាត់នឹងនៅចូលរួមរាល់សកម្មភាពនាពេលអនាគតរបស់ក្រុម Brown Eyed Girls នេះដដែលបន្តមកនៅក្នុងខែសីហាឆ្នាំ2019ទើបមានការប្រកាសជាផ្លូវការថា Brown Eyed Girls នឹងត្រឡប់មកវិញជាមួយនឹងអាល់ប៊ុមថ្មីចំណងជើង Revive នៅក្នុងខែតុលាឆ្នាំ2019ហ្នឹងដែលអាល់ប៊ុមនេះគឺជាការថតឡើងវិញនៅបទរបស់សិល្បករផ្សេងៗជាច្រើនទៀតដែលបានចេញនៅក្នុងកំឡុងឆ្នាំ1980ដល់ឆ្នាំ2000បន្តមកនៅក្នុងឆ្នាំ2020ពួកគាត់បានចេញ Digital Single មួយទៀតដែលមានចំណងជើងថា Snowman ហើយវាក៏ជាបទចុងក្រោយដែលក្រុមនេះបានចេញរួមគ្នាផងដែរមកដល់ឥឡូវយើងអត់ទាន់មានឮដំណឹងនៃការត្រឡប់មកវិញរបស់ក្រុមទេប៉ុន្តែនៅក្នុងបទសម្ភាសន៍របស់ Narasha ជាមួយនឹង Hancock Ilbo គាត់បាននិយាយថាគាត់សង្ឃឹមថា Brown Eyed Girls នឹងអាចត្រឡប់មកវិញសម្រាប់ខួប20ឆ្នាំនៃការ debut របស់ក្រុមនេះដូច To Anyone ដែរអញ្ចឹងយើងមានតែតើរងចាំមើលថាតើឆ្នាំក្រោយយើងអាចឃើញ Brown Eyed Girls reunion ម្ដងទៀតបានដែរឬក៏អត់So yeah វីដេអូរបស់ខ្ញុំថ្ងៃនេះមានតែប៉ុណ្្នឹងទេបើសិនបើខ្ញុំខ្វះខាតចំណុចត្រង់ណាមួយកុំភ្លេចជួយបំពេញបន្ថែមនៅក្នុង comment ខាងក្រោមផងហើយបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តវីដេអូមួយនេះកុំភ្លេចជួយ like share subscribe channel like page Facebook ខ្ញុំ follow ខ្ញុំនៅលើ TikTok ហើយនិង IG ផងហើយខ្ញុំសង្ឃឹមថានឹងជួបអ្នកទាំងអស់គ្នានៅក្នុងវីដេអូក្រោយៗទៀតសូមអរគុណបាយបាយ